អាល្លឺម៉ង់ខ្លាចជាបង្អែកធំបំផុតរបស់អ៊ុយក្រែននៅអឺរ៉ុបប្រិយមិត្តទស្សនិកជនមកកាន់នីតិព័ត៌មានខណៈដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែអូសបន្លាយដល់សែនតានតឹងរដ្ឋាភិបាលទីក្រុងគីវកំពុងតែព្យាយាមរឹតចំណងមិត្តភាពជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនឲ្យកាន់តែរឹងមាំដូចដាច់ថែបថ្មីនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទើបតែបានបញ្ចប់នៅជំនួបដ៏ពិសេសនិងមានអត្ថន័យជ្រាលជ្រៅបំផុតមួយជាមួយទៅនឹងលោក Friedrich មេដឹកនាំគណៈបកប្រឆាំងនិងជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ប្រទេសអាល្លឺម៉ង់ជំនួបទ្វេភាគីនេះមិនមែនគ្រាន់តែជាការជួបចាប់ដៃគ្នាថតរូបធម្មតានោះទេប៉ុន្តែរបៀបវរៈស្នូលគឺការពិភាក្សាផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រពង្រឹងកម្លាំងនិងការធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាមានសកម្មនិងរឹងមាំជាងមុនរាប់សិបដងក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតមុនពេលដែលកិច្ចពិភាក្សាស៊ីជម្រៅចាប់ផ្ដើមគឺថ្នាក់ដឹកនាំទាំងពីរបានចុះទៅពិនិត្យផ្ទាល់ភ្នែកនៅសមិទ្ធផលនៃការផលិតអាវុធរួមគ្នារវាងអ៊ុយក្រែននិងអាល្លឺម៉ង់លោក Zelensky បានប្រកាសយ៉ាងមានមោទនភាពថាគេបានតាំងបង្ហាញនៅយន្តហោះដ្រូនចំនួនថ្មីចំនួន7ប្រភេទដែលសុទ្ធសឹងតែផលិតចេញពីរោងចក្រសហគ្រាសរួមគ្នារវាងប្រទេសទាំងពីរក្នុងចំណោមដ្រូនទាំង7នោះមាន6គ្រឿងជាប្រភេទដ្រូនហោះហើរលើអាកាសសម្រាប់វាយប្រហារនិងស៊ើបការនិងមួយគ្រឿងទៀតគឺជាប្រភេទរបបដ្រូនចល័តលើដីគោកដែលមានសមត្ថភាពខ្ពស់នៅលើសមរភូមិថ្មើរជើងការបង្ហាញអាវុធទាំងនេះមិនមែនគ្រាន់តែជាការបង្អួតបច្ចេកវិទ្យានោះទេតែវាគឺជាលទ្ធផលជាក់ស្ដែងដែលបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធាដ៏រឹងមាំលោក Zelensky បានសង្កត់ធ្ងន់ថាភាពជោគជ័យនេះគ្រាន់តែចំណុចចាប់ផ្ដើមប៉ុណ្ណោះហើយវានឹងមានការផលិតដ្រូនកាន់តែច្រើនថែមទៀតនៅថ្ងៃអនាគតបងប្អូនទស្សនិកជននៅក្នុងជំនួបដ៏មានផ្លែផ្កានេះទីក្រុងគីវនិងទីក្រុងបេក្លាំងបានឈានដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីសរុបចំនួនទៅដល់10កិច្ចព្រមព្រៀងទាំង10នេះគឺគ្រប់ដណ្ដប់ទៅលើទិសដៅសំខាន់បំផុតទាំងផ្នែកយោធាសេដ្ឋកិច្ចការពារហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាលោក Zelensky បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅដោយប្រកាសក្តែងថាខ្ញុំសូមអរគុណប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នត្រូវបានទទួលស្គាល់ថាមេដឹកនាំស្នូលក្នុងការជួយគាំទ្រអ៊ុយក្រែននិងជាអ្នកការពារអាយុជីវិតប្រជាជនអ៊ុយក្រែនពិតប្រាកដនៅក្នុងទ្វីបអឺរ៉ុបអាល្លឺម៉ង់គឺជាប្រទេសលេខ1ដែលបានផ្ដល់ជំនួយយោធានិងការពារជាតិច្រើនជាងគេបំផុតដល់អ៊ុយក្រែនការលើកសរសើរអាល្លឺម៉ង់នៅពេលនេះគឺបង្កប់នូវសារនយោបាយដ៏ជ្រាលជ្រៅមួយលោក Zelensky បានគូសបញ្ជាក់ពីការផ្លាស់ប្ដូរមនោសញ្ចេតនាភូមិសាស្ត្រនយោបាយ geopolitical sentiment នៅលើឆាកអន្តរជាតិជាពិសេសនៅក្នុងកលៈទេសៈដែលនយោបាយនៅសហរដ្ឋអាមេរិកកំពុងមានភាពមិនច្បាស់លាស់លោកចង់ដាស់តឿនថាអនាគតរបស់អឺរ៉ុបគឺអាស្រ័យទៅលើសមត្ថភាពរបស់អឺរ៉ុបខ្លួនឯងផ្ទាល់ក្នុងការក្រោកឈរតស៊ូនឹងការពារខ្លួនទ្វីបអឺរ៉ុបមិនអាចរងចាំតែជំនួយពីអ្នកក្រៅរហូតបានទេពួកគេត្រូវតែក្រោកឈរដើម្បីការពាររបៀបរស់នៅសេរីភាពនិងគុណតម្លៃរបស់ពួកគេលោកបានសង្កត់ធ្ងន់ថានៅក្នុងកលៈទេសៈនេះគឺមានសារៈសំខាន់ជាទីបំផុតដែលប្រទេសអាល្លឺម៉ង់ត្រូវតែថែរក្សាភាពរឹងមាំការបដិញ្ញាចិត្តមិនរីថយនិងត្រូវបង្ហាញថាខ្លួនពិតជាមានសមត្ថភាពក្នុងការការពារផលប្រយោជន៍របស់អឺរ៉ុបនិងប្រជាជនអឺរ៉ុបទាំងមូលជារួមមកសម្ព័ន្ធមិត្តរវាងអ៊ុយក្រែននិងអាល្លឺម៉ង់កំពុងតែក្លាយជាឆ្អឹងខ្នងដ៏រឹងមាំបំផុតនៃប្រព័ន្ធការពារសន្តិសុខអឺរ៉ុបទាំងមូលតើប្រិយមិត្តទស្សនិកជនយល់យ៉ាងណាចំពោះការអភិវឌ្ឍនៃចំណងការទូតយោធាមួយនេះតើអាល្លឺម៉ង់ពិតជាអាចដើរតួជាមេកាយដឹកនាំអឺរ៉ុបប្រឆាំងទៅនឹងរុស្ស៊ីបានពេញលេញដែរឬទេ